សួស្តីហើយក៏សូមស្វាគមន៍មកវិលត្រឡប់មកកាន់បាទវីដេអូរបស់ខ្ញុំថ្មីមួយទៀតបាទអញ្ចឹងនៅវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបបាទយើងកំណត់មុខងារថ្មីរបស់បាទ app Accelida ហ្នឹងបាទនៅពេលដែលយើងធ្វើការបាទទូទាត់គណនីផ្សេងអីវ៉ាន់ផ្សេងគឺវាលឺសំឡេងបាទចំនួនទឹកប្រាក់របស់យើងហ្នឹងគឺទឹកប្រាក់ឧទាហរណ៍ដូចយើងបញ្ចូលកាតឲ្យយើងបាញ់លុយអីចឹងបាទអញ្ចឹងគឺវាប្រាប់ឲ្យយើងនេះគឺជាមុខងារដ៏ល្អបាទដែលបាទមុខងារ Accelida ហ្នឹងគេចង់ឲ្យយើងបាទមានកម្មវិធីនេះគឺល្អមែនទែនបាទគឺមុខងារពិសេសបាទអញ្ចឹងនៅពេលដែលយើងបាញ់លុយបញ្ចូលកាតក៏វាប្រាប់ដែរបាទគឺយើងបាញ់លុយចូលយល់ចេញហ្នឹងបាទក៏គេប្រាប់យើងបាទដើម្បីឲ្យយើងបាទវាងាយស្រួលថាយើងបាញ់ទឹកប្រាក់ប៉ុន្មានអស់ប៉ុន្មានអីចឹងបាទគឺវាប្រាប់យើងបាទអញ្ចឹងមុខងារនេះគឺពិសេសមែនទែនបាទអញ្ចឹងកុំអោយខាត់ពេលយូរមុននឹងបងប្អូនធ្វើការកំណត់នៅក្នុងនេះគឺយើងជំហានដំបូងបងប្អូនចូលទៅកាន់បាទកម្មវិធីបាទសម្រាប់ទូរស័ព្ទដៃប្រភេទ Android គឺយើងចូលទៅកាន់ Play Store ហើយសម្រាប់ទូរស័ព្ទដៃប្រភេទ iOS យើងចូលទៅកាន់ App Store បាទអញ្ចឹងខ្ញុំចូលទៅកាន់ Play Store តែម្ដងព្រោះខ្ញុំប្រើទូរស័ព្ទដៃប្រភេទ Android បាទអញ្ចឹងបងប្អូនចូលមកកាន់កម្មវិធី Play Store តែម្ដងបាទបាទនេះបងប្អូនកម្មវិធី Play Store នេះបាទអញ្ចឹងថាច់ទៅលើហ្នឹងបាទបន្ទាប់ទៀតនេះបងប្អូនចូលមកកាន់នេះមកបាទកន្លែង search នេះបាទនេះខាងក្រោមនេះហើយបងប្អូនសរសេរជាអង់គ្លេសក៏បានបាទជាសរសេរជាអង់គ្លេសក៏បានបាទ AC ចឹងមកបាទវាចេញហើយបាទនេះ AC តន់ចិត្តនេះបងប្អូននេះខាងលើនេះបាទនេះបាទអញ្ចឹងបើសិនជាបងប្អូនអត់ចេះអង់គ្លេសបងប្អូនគ្រាន់តែសរសេរពាក្យខ្មែរបាទតែយើងសរសេរអក្សរខ្មែរហ្នឹងបាទបងប្អូនគ្រាន់តែសរសេរ AC ក៏នៅសេ O ដាក់សេ A អញ្ចឹងក៏វាចេញដែរបងប្អូនក៏វាចេញដែរនេះបងប្អូននេះបាទក៏វាចេញដែរបាទអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងហ្នឹងមកបាទចុចកន្លែងនេះ Accelida តន់ចិត្តហ្នឹងមកបាទហើយបងប្អូនថាច់ទៅលើហ្នឹងអញ្ចឹងមកបាទអញ្ចឹងបើសិនជាកន្លែងនេះបងប្អូនបើសិនជាកន្លែងនេះបងប្អូនមិនទាន់អាប់ដេតទេគឺវាចេញបាទដំឡើងកំណែតែសម្រាប់សម្រាប់ Accelida បាទកម្មវិធីនេះគឺបាទវាធ្វើការបាទអាប់ដេតរួចហើយអញ្ចឹងខ្ញុំសូមចូលទៅកាន់កម្មវិធីនេះតែម្ដងបាទអញ្ចឹងខ្ញុំចូលទៅកាន់កម្មវិធីបាទ Accelida តែម្ដងដើម្បីធ្វើបទបង្ហាញជូនបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់មិនទាន់ចេះបាទប្រើនៅមុខងារនេះបងប្អូនអាចមើលនៅវីដេអូខ្ញុំបានតែសម្រាប់បងប្អូនដែលគាត់ចេះហើយគាត់អាចរំលងបានបាទហ្នឹងហើយបាទអញ្ចឹងខ្ញុំសូមចូលទៅកាន់កម្មវិធី Accelida តែម្ដងបាទខ្ញុំដោះលេខកូដបាទអញ្ចឹងរងចាំបន្តិចបាទយើងចូលមកកាន់បាទកម្មវិធី Accelida ហ្នឹងបាទតន់ចិត្តហ្នឹងបាទអញ្ចឹងជំហានដំបូងបងប្អូនចូលមកកាន់កន្លែង menu បងប្អូនខាងក្រោមនេះបាទហ្នឹងបងប្អូនដាក់ថា menu ហ្នឹងបាទថាច់ទៅលើហ្នឹងអញ្ចឹងមកបាទបន្ទាប់ទៀតនេះចូលកន្លែងនេះមកយើងកំណត់ភាសាអញ្ចឹងបងប្អូនចង់ដាក់ភាសាអីក៏បានដែរបាទអញ្ចឹងខ្ញុំថាច់ទៅលើហ្នឹងបាទនេះគឺមានភាសាខ្មែរអង់គ្លេសឡាវនិងចិនបាទអញ្ចឹងខ្ញុំយកភាសាខ្មែរចុះបាទនេះខ្ញុំយកភាសាខ្មែរនេះចុះនេះបាទនេះភាសាខ្មែរយើងបាទអញ្ចឹងបើសិនជាបងប្អូនចង់កំណត់ភាសាឲ្យបងប្អូនគ្រាន់តែប៉ះលើហ្នឹងមកបាទអញ្ចឹងជំហានបន្ទាប់ទៀតគឺនេះបងប្អូនចូលមកកាន់កន្លែងនេះមកបាទកន្លែងនេះបងប្អូនបាទនេះបងប្អូនចូលមកកន្លែងកំណត់មុខងារផ្សេងបាទហ្នឹងតែហ្នឹងបាទអញ្ចឹងបងប្អូនថាច់ទៅលើហ្នឹងមកបាទអញ្ចឹងបន្ទាប់ទៀតខ្ញុំ scroll ចុះទៅក្រោមនេះបងប្អូននេះបងប្អូនកន្លែងនេះកន្លែងបញ្ចូលទឹកប្រាក់
ជាសំឡេងបាទកន្លែងហ្នឹងបងប្អូនហ្នឹងបាទអញ្ចឹងបងប្អូនគ្រាន់តែថាច់លើហ្នឹងមកបាទអញ្ចឹងខ្ញុំសូមដោះលេខកូដបាទ6ខ្ទង់បាទនេះបងប្អូនបាទអញ្ចឹងមកដល់កន្លែងនេះបាទនេះគឺយើងជ្រើសរើសនេះកន្លែងភាសាខ្មែរហើយខ្ញុំសូមបែកទៅក្រោមទៅក្រោយបាទបងប្អូនចូលកន្លែងនេះមកបងប្អូននេះចូលកន្លែងហ្នឹងបងប្អូនហ្នឹងកន្លែងហ្នឹងបងប្អូនថាច់ទៅលើនឹងអញ្ចឹងមកបាទថាច់ទៅលើកន្លែងបញ្ជាក់ទឹកប្រាក់ជាសំឡេងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូននេះមកដល់កន្លែងនេះបងប្អូនមកដល់កន្លែងហ្នឹងគឺយើងបើកបងប្អូនយើងបើកទាំងពីរនឹងបានដែរបងប្អូននៅពេលដែលនេះកន្លែងទឹកប្រាក់ចូលទឹកប្រាក់ចេញបានន័យថាយើងបានចេញមកចូលក៏វាឲ្យជាសំឡេងដែរបងប្អូនអញ្ចឹងបងប្អូនបើកទៅនឹងមកបាទចុចបើកទៅនឹងមកទាំងពីរនឹងក៏បានដែរបងបើកទៅនឹងមកបាទអញ្ចឹងរួចរាល់ហើយយើងកំណត់រួចរាល់ហើយខ្ញុំបែកទៅក្រោយហើយខ្ញុំបញ្ចូលទឹកប្រាក់បាទទៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមចូលបាទអញ្ចឹងរបៀបបញ្ចូលទឹកប្រាក់បងប្អូនចេះហើយបាទបើសិនជាបងប្អូនមិនទាន់ចេះបងប្អូនអាចមើលវីដេអូនេះបាននេះបាទបញ្ចូលទឹកប្រាក់នេះបងប្អូនបញ្ចូលលុយទូរស័ព្ទបាទអញ្ចឹងទឹកប្រាក់លុយតែមួយទេបាទសូមchia sẻបានហ្នឹងហើយបាទអញ្ចឹងបងប្អូនថាច់ទៅលើហ្នឹងមកបាទយើងបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃរបស់យើងបាទចូលកន្លែងហ្នឹងមកបាទអញ្ចឹងយើងចង់បាញ់បាទបញ្ចូលលុយទៅក្នុងទូរស័ព្ទរបស់យើងហ្នឹងបាទយើងបញ្ចូលកាតហ្នឹងបាទអញ្ចឹងបងប្អូនខ្ញុំដាក់យកនេះមកបាទខ្ញុំយកប្រព័ន្ធរបស់ខ្ញុំមួយទៀតបាទអញ្ចឹងបងប្អូនប៉ះកន្លែងហ្នឹងមកបើសិនជាបងប្អូនមាន2ប្រព័ន្ធអញ្ចឹងបងប្អូនប៉ះលើហ្នឹងមកឲ្យវាលុបដែលហ្នឹងជាលេខដំបូងហ្នឹងគឺជាលេខដែលយើងភ្ជាប់នៅគណនីហ្នឹងតែលេខនេះវាមាន2ខ្សែយើងត្រូវប៉ះអញ្ចឹងដើម្បីយើងបញ្ចូលមួយខ្សែមួយទៀតអញ្ចឹងខ្ញុំសូមបញ្ចូលទឹកប្រាក់របស់ខ្ញុំបាទ08825បាទអញ្ចឹងមុននឹងបងប្អូនបញ្ចូលទឹកប្រាក់នៅក្នុងគណនីរបស់យើងបងប្អូនត្រូវពិនិត្យមើលបាទលេខរបស់យើងបាទលេខទូរស័ព្ទរបស់យើងហ្នឹងឲ្យបានត្រឹមត្រូវក្រែងលោពេលបងប្អូនបញ្ចូលទៅបាទវាខុសអញ្ចឹងវាខាតទឹកប្រាក់បងប្អូននេះត្រូវពិនិត្យឲ្យបានច្បាស់អញ្ចឹងណាបងប្អូនមុននឹងយើងធ្វើការបាទដាក់លុយចូលបាទត្រូវពិនិត្យឲ្យបានច្បាស់បាទអញ្ចឹងបន្ទាប់ទៀតបងប្អូនចុចកន្លែងបើបងប្អូនបញ្ចូល1រៀល1ដុល្លារហ្នឹងបងប្អូនដាក់ទៅនេះមកបើ1រៀលកន្លះទៅនេះមកបាទបើ2ដុល្លារទៅនេះមកបងប្អូននេះបាទអញ្ចឹងខ្ញុំចូល1ដុល្លារបាទបងប្អូនគាត់ថាថាច់លើនឹងមកបាទលើ1ដុល្លារនឹងមកបាទបន្ទាប់ទៀតបងប្អូនចុចពាក្យថាយល់ព្រមមកបងប្អូននេះនៅខាងក្រោមយល់ព្រមនឹងមកបើសិនជាបងប្អូនដាក់លេខទូរស័ព្ទបានត្រឹមត្រូវហើយបាទអញ្ចឹងបងប្អូនចូលពាក្យយល់ព្រមហើយ1ដុល្លារត្រឹមត្រូវបងចូលពាក្យថាយល់ព្រមបាទទឹកប្រាក់ចំនួន1ដុល្លារសូមផ្ទៀងផ្ទាត់បាទនេះគឺអេមែនទេបងប្អូនមុខងារនេះអេមែនទេបងប្អូនអញ្ចឹងយើងចុចបញ្ជាក់មកយើងចុចបញ្ជាក់បានន័យថាយើងបានបញ្ចូលទឹកប្រាក់1ដុល្លារបើសិនជាយើងអត់បញ្ជាក់ទេគឺយើងអត់បានជោគជ័យទេអញ្ចឹងបងប្អូនចុចបញ្ជាក់បើសិនជាអត់ទេគឺបងប្អូនបញ្ចូលបាទមិនបញ្ចូលទេបងប្អូនគ្រាន់តែចុចថយមកទៅនេះមកបាទនេះហ្នឹងទៅហ្នឹងបាទបើសិនជាបងប្អូនបញ្ចូលបងប្អូនគ្រាន់តែចុចនេះកន្លែងបញ្ជាក់ហ្នឹងខាងក្រោមហ្នឹងបាទថាច់ទៅលើនឹងចឹងមកបាទថាច់លើនឹងចឹងមកបញ្ជាក់ចឹងមកបាទនេះបានជោគជ័យបងប្អូនយើងបញ្ចូល1ដុល្លារបានជោគជ័យហើយនេះបងប្អូនបាទនេះបាទអញ្ចឹងមុខងារនេះអេមែនទេបងប្អូនសម្រាប់បងប្អូនដែលគាត់មានបាទ app AC ដែរហ្នឹងបាទ
អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានអត្ថប្រយោជន៍បាទសូមឲ្យបងប្អូនបាទជួយចុច like subscribe និងដាក់រូបកណ្ដឹងមួយផងនិងជួយ share ចែករំលែកជូនទៅបងប្អូនមិត្តភ័ក្តិដែលគាត់មិនទាន់បាទដឹងពីរបៀបនៃការដាក់សំឡេងនៅពេលដែលយើងបញ្ចូលទឹកប្រាក់យើងទូទាត់ទឹកប្រាក់ឯហ្នឹងបាទទូទាត់ទឹកប្រាក់ចូលឬចេញហ្នឹងបាទគឺវាបាទធ្វើជាសំឡេងបាទប្រាប់ជាសំឡេងឲ្យដឹងយើងបញ្ចូលលុយឬក៏យើងបាញ់ទឹកប្រាក់ទូទាត់បាទអីវ៉ាន់ផ្សេងហ្នឹងបាទអញ្ចឹងវាប្រាប់យើងឲ្យដឹងបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទក៏សូមអរគុណនិងគោរពលាបាទ